សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបរៀនអ្នកទាំងអស់គ្នាប្រើប្រាស់លើ tool ថ្មីរបស់ខ្ញុំដែលខ្ញុំដាក់ឈ្មោះថា tool សលេងមនុស្សពិតៗហើយខ្ញុំមកលើកនេះគឺអត់បរៀនរបៀបប្រើសលេងមនុស្សពិតៗទេតែខ្ញុំបរៀនរបៀបប្រើសលេង AI ដែលមាននៅក្នុង tool មនុស្សពិតៗហ្នឹងដែលសម្រាប់អ្នកនរគ្នាដែលអត់ចង់ប្រើសលេងមនុស្សពិតៗមានអារម្មណ៍ថាយូរអីគឺអាចប្រើសលេងប្រសិទ្ធិមុំនៅលើហ្នឹងតែម្ដងហើយសលេងប្រសិទ្ធិមុំហ្នឹងគឺយើងអាចធ្វើបានវែងៗបបាញ់ណាក៏បានដែរនិយាយទៅឲ្យតែអ្នកនរគ្នាមាន script ដាក់វែងកាន់តែវែងវាអាច generate បានទាំងអស់ណាហើយអានេះគឺជារិះសាដែលខ្ញុំធ្វើសលេងមនុស្សពិតៗឲ្យស្រាប់អ្នកគ្នាអាចចុចស្ដាប់មើលបានសលេងគឺដូចមនុស្សពិតៗបែបដាក់អញ្ចឹងយើងចុចស្ដាប់លើវាទៅវាឮសលេងហីហើយទីនេះជាកន្លែងណាឲ្យប្រកនយើងដឹងហើយលោកចង់បានខ្លួនយើងជាកម្មសិទ្ធិទើបលោកមានបំណងនាំយើងមកទីនេះស្ដេចរាជានុសិទ្ធិលោកពិតជាមានសេចក្តីក្លាហានខ្លាំងណាស់ឃើញអត់យើងអាចក្លូនសលេងបាន 100% នៅលើ tool របស់នឹងលើ tool របស់ខ្ញុំនឹងតែម្ដងណាអញ្ចឹងអ្នកនរគ្នាចាំអារម្មណ៍ចង់ប្រើសលេងមនុស្សពិតក៏បានធ្វើសលេង AI ក៏បានឥឡូវខ្ញុំទៅបរៀនអ្នកនរគ្នាទៅប្រើសលេង AI វិញម្ដងអញ្ចឹងពេលដែលអ្នកនរគ្នាចង់ដូររឿងអ្នកនរគ្នាគ្រាន់តែចុចនេះចុច now នេះមកបន្តមកទៀតអ្នកនរគ្នាចុចពាក្យបន្តអញ្ចឹងយើងអាចរើសរឿងថ្មីដាក់តែម្ដងណាអញ្ចឹងខ្ញុំចូលទៅរើសរឿងខ្ញុំយករឿងដដែលទេប៉ុន្តែនេះយកភាគ2ម្ដងយើងចុចមកវាដូរមកអូតូហើយអញ្ចឹងដល់ពេលវាដូរបែបហ្នឹងហើយអ្នកនរគ្នាត្រូវចូលនេះមកកាន់ពាក្យMP3 នេះណាដើម្បី save សលេងរឿងអញ្ចឹងយើង save ទៅហើយយើងរើសវាទុកនៅកន្លែងណាមួយអញ្ចឹងណាអញ្ចឹងខ្ញុំរើសទុកកន្លែង download យ៉ានេះពេលវា load អញ្ចឹងមានន័យថាយើង save សលេងអ្នកនរគ្នាកុំច្រឡំថាវាអីអានេះវា save សលេងបានហើយអញ្ចឹងយើងចុច OK បន្តមកទៀតអ្នកនរគ្នាត្រូវចុច separate playing ឲ្យហើយមកនេះចុចពាក្យ separate នេះមកណានេះចុចមកយើងគ្រាន់តែចុច start មកអញ្ចឹងយើងរងចាំវាប៉ុន្តែស្របពេលដែលយើងរងចាំហ្នឹងចំណេញពេលវេលាអ្នកនរគ្នាអាចចូលទៅកាន់ tool ពេលអ្នកនរគ្នាទិញ tool ខ្ញុំទៅគឺខ្ញុំឲ្យ tool free ទៅមួយឲ្យសម្រាប់បកប្រែ script ណាអញ្ចឹងអ្នកនរគ្នាអាចចូលទៅប្រើប្រាស់វាបាននេះចូលមកចុចដាក់សលេងមិញសលេងដែលយើង save មិញហ្នឹងគឺសលេងនេះអញ្ចឹងយើង save រួចហើយយើងចុចដំណើរការអត់មានអីចុចច្រើនទេគ្រាន់តែចុចដាក់មកគឺដំណើរការតែម្ដងអញ្ចឹងយើងរងចាំបន្តិចទៅអញ្ចឹងបន្ទាប់ពីយើងរងចាំមួយផ្លែតទៅគឺវាបកប្រែបានហើយអ្នកនរគ្នាអាចអូសមើល script បាននេះវាដាក់ស្រីប្រុសអញ្ចឹងមានន័យថាscript ហ្នឹងគឺវា detect ស្រីប្រុសអូតូហើយអញ្ចឹងយើងចុច download script មកបន្ទាប់ពី download script ហើយយើងចូលទៅកាន់ tool របស់យើងនេះ tool របស់យើងពេលវា load ចេះមានន័យថាវា separate playing បានសម្រេចហើយ 100% ហើយនេះអញ្ចឹងយើងចុច OK មកបន្ទាប់ពី OK ហើយយើង download ហើយយើងចុចនេះពាក្យ upload script នេះណា upload មកយើងដាក់ script មិញចូលបន្ទាប់ពីវាចូលប៉ុណ្ណឹងហើយយើងអត់មានធ្វើអីទេគ្រាន់តែចុចពាក្យនេះseparate នេះមកនេះSRT to speak នេះមកហើយយើងចុច generate តែម្ដងអានឹងអត់មានត្រូវការអីញ៉ៃទេបើចុចប៉ុណ្ណឹងមកយើងចាំវាមកស្បាក់ទៅនេះវាពងតែ load នីតិដើរឲ្យយើងហីតែមក click បានទេអត់យូរទេសម្រាប់tool ពិសិដ្ឋសេមុំនៅលើ tool សលេងមនុស្សពិតៗហ្នឹងណាអានឹងអត់មានត្រូវការ API ឬក៏អត់មានត្រូវការអីទាំងអស់ទិញតែ tool ទៅក៏ប្រើបានដែរសម្រាប់ពិសិដ្ឋសេមុំនៅលើសលេងមនុស្សពិតៗហ្នឹងណាអញ្ចឹងឥឡូវគឺវាបានហើយពេញ 100% ហើយយើងអាចចុច play ស្ដាប់នៅលើនឹងបានតែម្ដងណាអញ្ចឹងយើងអាចចុចស្ដាប់ទៅពេលចុចភ្លាមអ្នកនរគ្នាអាចឃើញវារៀងគាំងអញ្ចឹងមិនចាំនេះទេព្រោះ tool នឹងវានៅដំណើរការប៉ុណ្ណឹងណាតានាងកាត់អីឈួតហើយមែនទេនាងដឹងខ្លួនថាខុសទើបធ្វើពុតជាឈួតដើម្បីគេចវេះពីកំហុសពីជួនកុំបន្ទោសកញ្ញាស៊ូអីមកពីខ្ញុំមិនដឹងអីទៅចាក់រុកនាងស្រីថោកទាបហ៊ានលួងលោមប្តីខ្ញុំផងភ័យជួនជារបស់ខ្ញុំស្រីកញ្ជ្រោងមិនស្គាល់ខ្មាស់ស៊ូស៊ីវលីល្មមហើយពួកយើងមិនដូចអ្វីដែលនាងគិតទេសុំទោសស៊ីងរកភ្លាមភ័យជួនខ្ញុំមិនត្រូវការសុំទោសទេខ្ញុំទៅហើយឈប់មិនអោយទៅទេកញ្ញាចឹងអ្នកនរគ្នាបានស្ដាប់ហើយគឺវាត្រូវនិយាយទៅវាត្រូវ timeline ទាំងអស់វាអត់មានខុសមាត់ខុសពីអីទេជាមួយនឹង tool បកប្រែ script របស់ខ្ញុំហ្នឹងណាហើយវា detect ស្រីប្រុសចំល្អហ្មង
មានន័យថាតួប្រុសគឺដឹងតែប្រុសនិយាយតួស្រីដឹងតែស្រីនិយាយតែនេះគឺជាសលេង AI ណាហើយយើងក៏អាចយកអា script ហ្នឹងមកបកប្រែទៅជាសលេងមនុស្សពិតៗបានដូចគ្នាគ្រាន់តែថាវីដេអូនេះគឺខ្ញុំបានបរៀនតែរបៀបប្រើពិសិដ្ឋសីមុំទេដើម្បីឲ្យអ្នកនរគ្នាពេលដែលទិញទៅកុំឲ្យថាពេលខ្លះទៅអត់ចង់ប្រើលើសលេងមនុស្សពិតវាយូរវាអីអញ្ចឹងយើងអាចជំនួសដោយប្រើសលេង AI បដាទៅឧទាហរណ៍ថាធ្វើរឿងអត់តន់សលេងមនុស្សពិតអីយើងអាចធ្វើរឿងសលេង AI ហ្នឹងដើម្បីយកទៅផុសបដាលាយគ្នាអញ្ចឹងណាព្រោះសលេង AI នេះគឺយើងធ្វើតែមួយคลิกហើយហើយរឿងអ្នកគ្នាចង់ដាក់ប្រហែលនាទីក៏បានដែរមានន័យថាកន្លះម៉ោងឬក៏1ម៉ោងអីក៏បានដែរឲ្យតែអ្នកនរគ្នាអាច generate script មកបានអាហ្នឹងវាសំខាន់ទៅលើការបកប្រែ script ណាអញ្ចឹងហើយបើអ្នកនរគ្នាចង់ generate script បានវិញអ្នកនរគ្នាក៏អាចទិញ tool បកប្រែ script ដោយថែមពីខ្ញុំទៅបានដែរគ្រាន់តែថាអា tool free នេះគឺខ្ញុំបានថែមឲ្យទៅគឺវាបកប្រែបានវែងទេខ្ញុំថែមឲ្យទៅ free ស្រាប់ហើយគ្រាន់ថាវាបកបានត្រឹមតែខ្ទង់4នាទី5នាទីអញ្ចឹងវាអាចបានវែងទេព្រោះនេះជា tool free ដែលខ្ញុំថែមឲ្យអញ្ចឹងណាអញ្ចឹងវីដេអូហ្នឹងគឺអត់មានអីទៀតទេមានតែប៉ុណ្្នឹងឯងសម្រាប់អ្នកនរគ្នាអត់យល់ឡើយណាអាចសួរខ្ញុំបន្ថែមបានហើយខ្ញុំបញ្យល់បន្ថែមតិចទៀតអាកន្លែងនេះគឺយើងអាចកែបានដូច tool all in one អញ្ចឹងមានដាក់ text យើងអាចសរសេរអក្សរដាក់លើហ្នឹងក៏បានយើង add ជា image មានន័យថា add ជា logo អីបន្ថែមនៅលើហ្នឹងក៏បានដែរអានេះខ្ញុំគ្រាន់តែឧទាហរណ៍តែខ្ញុំអត់ដាក់ទេអ្នកគ្នាអាច add ដាក់បន្ថែមបានណាអញ្ចឹងអាកន្លែងនេះអាចដាក់ blur បាំងអក្សរចិនអីបានដូចគ្នាដូច CapCut អញ្ចឹងណាអ្នកគ្នាអាចបាំង blur អីមកឆ្លាញ់មកពេលបាំង blur អីហើយអស់ហើយអញ្ចឹងអ្នកគ្នាចុច export មកចុចនេះឥឡូវខ្ញុំ export ឲ្យអ្នកគ្នាមកមើលហ្មងទៅកុំឲ្យយូរអញ្ចឹងយើង export ទៅនេះយើង export ទៅវាទៅកន្លែងក្នុង folder វាដើមហីអញ្ចឹងយើងចាំតែ plate ទៅវា export ចេញហីបន្ទាប់ពីយើង export ហើយឥឡូវយើងចុចស្ដាប់ទៅ ខ្លួនថាខុសទើបធ្វើពុតជាឈួតដើម្បី យើងអស់មើលមកវាត្រូវអត់ ហា ស៊ូស៊ីវលីនាងកំពុងធ្វើអីហ្នឹង នាងជាអ្នកសុំឲ្យខ្ញុំវាយតើខ្ញុំគ្រាន់តែបំពេញបំណងនាងប៉ុណ្ណោះ អូនិយាយទៅខ្ញុំឆ្លាញ់ tool នឹងខ្លាំងមែនតើហ្មងបកមកត្រូវ detect ស្រីប្រុសត្រូវល្អហើយវាអត់មានខុសមាត់ខុសពាក្យអីមានន័យថាសលេងជាមួយនឹងកាយវិការរឿងគឺត្រូវគ្នា 100% ហ្មងអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបរៀនអ្នកគ្នាពីរបៀបប្រើ tool សលេងមនុស្សពិតៗម្ដងមានន័យថារបៀបប្រើ generate សលេងឲ្យដូចមនុស្សពិតៗណាអញ្ចឹងកុំភ្លេចចាំតាមដានវីដេអូខ្ញុំនៅវីដេអូក្រោយទាំងអស់គ្នា